បាទសួស្តីទាំងអស់គ្នាវីដេអូនេះនិយាយពីការថ្លឹងសម័យកាលតុល្យការតាមចំនួនអុកស៊ីតកម្មបាទគឺតាម NO នេះឯងបាទជាក់ស្ដែងយើងមើលចំណុចកមញ៉េឈោមប្រតិកម្មជាមួយអុកស៊ីសែនទទួលបានមញ៉េឈោមអុកស៊ីតអញ្ចឹងដើម្បីថ្លឹងសម័យកាលតុល្យការឲ្យបានត្រឹមត្រូវគឺត្រូវរកចំនួនអុកស៊ីតកម្មរបស់ធាតុនីមួយៗឲ្យបានជាមុនសិនមញ៉េឈោមនៅពេលដែលវានៅតែឯងចំនួនអុកស៊ីតកម្មរបស់វាគឺមានតម្លៃស្មើ0អុកស៊ីសែនជាម៉ូលេគុលក៏ប៉ុន្មានក៏ប៉ុន្តែវាជាម៉ូលេគុលអង្គធាតុទល់អង្គធាតុទល់បានន័យថាម៉េចបានន័យថាមានអាតូមចាប់ពី2ឡើងទៅប៉ុន្តែជាប្រភេទអាតូមតែមួយដូច្នេះចំនួនអុកស៊ីតកម្មរបស់វាគឺស្មើ0ដែរបើយើងនិយាយពលាតពីសម្ព័ន្ធកូប្រឡងពីរជាន់រវាង O និង O ដូចគ្នាអញ្ចឹងវាប្រភេទអាតូមតែមួយគឺស្មើ0ទាំងពីរអាតូម O ហ្នឹងណាបន្តទៅទៀតប៉ុន្តែមញ៉េឈោមនៅពេលដែលចងសម្ព័ន្ធជាមួយអុកស៊ីសែនឡើងមានតម្លៃស្មើ0ទៅហើយព្រោះនៅពេលនេះវាចងសម្ព័ន្ធពីរជាន់ជាមួយនឹងអុកស៊ីសែនជាធាតុផ្សេងគ្នាជាទូទៅលោហៈគឺមានបន្ទុកបូកអញ្ចឹងមញ៉េឈោមត្រង់នេះដាក់ទូជាលោហៈគឺមានបន្ទុកបូកហើយមានសម្ព័ន្ធពីរជាន់គឺបូក2ចំណែកឯអុកស៊ីសែនជាអាលោហៈបន្ទុកដកហើយមានសម្ព័ន្ធពីរជាន់នេះគឺដក2អញ្ចឹងសរុបមកវិញអាតូមមញ៉េឈោមក្នុងមញ៉េឈោមអុកស៊ីតគឺមានចំនួនអុកស៊ីតកម្មបូក2អុកស៊ីសែនគឺដក2មុននឹងចាប់កន្លះសម័យកាលមកថ្លឹងខ្ញុំរំលឹកទៅវិញពីចំនួនអាតូមហើយនិងបន្ទុករបស់ធាតុគីមីជាមុនសិនឧទាហរណ៍ថាធាតុ A1 មានមេគុណពីមុខ2មានស្វ័យគុណពីលើដង2មានសម្ព័ន្ធពីក្រោម3សំណួរសួរថាតើបន្ទុករបស់ធាតុ A នឹងមានតម្លៃស្មើប៉ុន្មានបាទបន្ទុកគិតយ៉ាងម៉េចបាទបន្ទុកគឺយើងយកមេគុណនៅខាងមុខ A គឺមេគុណ2គុណសម្ព័ន្ធនៅខាងលើគឺស្វ័យគុណពីខាងលើគឺដក2អញ្ចឹងបានដក4ចុះចំនួនអាតូមបាទចំនួនអាតូមហ្នឹងគិតយ៉ាងម៉េចបើយើងយកមេគុណនៅខាងមុខគុណសម្ព័ន្ធនៅខាងក្រោមបាន2គុណនឹង3បាន6ទៅមួយទៀតឲ្យអស់សាច់រឿងតែម្ដងយូរទៅអេឡិចត្រូនសរសេរបែបនេះគឺមានតម្លៃគឺស្មើនឹងដក1ចុះបើសិនជាយើងបូក2អេឡិចត្រូនតើវាមានតម្លៃដកឬក៏បូកប្រមាណបាទអញ្ចឹងដក2ទុកដដែលមកហើយតម្លៃអេឡិចត្រូនគឺជួសដោយដក1អញ្ចឹងបូក2គុណនឹងដក1វាបានបាទគឺវាមានតម្លៃស្មើនឹងដក2អញ្ចឹងយើងបូក2អេឡិចត្រូនគឺស្មើនឹងដក2នេះជាចំណុចសំខាន់ដែលយើងត្រូវចំណាំដើម្បីងាយស្រួលក្នុងការថ្លឹងកន្លះសម័យកាលអូខេឥឡូវត្រឡប់មករឿងយើងវិញមញ៉េឈោមបូកជាមួយនឹងអុកស៊ីសែនទទួលបានមញ៉េឈោមអុកស៊ីតអញ្ចឹងយើងចាប់គូមកមញ៉េឈោមចាប់គូមួយនឹងគេគឺមញ៉េឈោមដែលមានបន្ទុក2បូកបើអញ្ចឹងមញ៉េឈោមមានចំនួនអុកស៊ីតកម្ម0ទៅរកមញ៉េឈោមមានចំនួនអុកស៊ីតកម្មនឹងបូក2បន្តទៅទៀតសំណួរសួរថាតើអង្គធាតុប្រតិករមានចំនួនអាតូមស្មើប៉ុន្មានយើងយកមេគុណនៅខាងមុខគុណសម្ព័ន្ធនៅខាងក្រោមអញ្ចឹងវាបាន1អញ្ចឹងចំនួនអុកស៊ីតកម្មចំនួនអាតូមរបស់មញ៉េឈោមនេះ1ចុះមញ៉េឈោមខាងអង្គធាតុក៏កើតបាទនៅខាងមុខ1នៅខាងក្រោម1អញ្ចឹងមានន័យថាគុណស្មើ1ដូចគ្នាប៉ុន្តែចំនួនបន្ទុកវិញម្ដងបន្ទុកគឺមេគុណនៅខាងមុខ1គុណសម្ព័ន្ធនៅខាងលើ0ចូលបាន0បាទបាន0ប៉ុន្តែអង្គធាតុក៏កើតនៅខាងមុខ1គុណនឹងបូក2បានបូក2បន្តទៅទៀតយើងត្រូវធ្វើម៉េចបាទគឺត្រូវថែមអេឡិចត្រូនថែមនោះគឺបូកអេឡិចត្រុនទៅខាងណាដែលមានបន្ទុកធំយើងបូកខាងណាបាទគឺយើងបូកខាងអង្គធាតុក៏កើតសំណួរថាបូកប៉ុន្មានគឺបូក2អេឡិចត្រុនយើងនិយាយគ្នារួចហើយថាបូក2អេឡិចត្រុនគឺស្មើនឹងដក2អញ្ចឹងយើងបូក2អេឡិចត្រុនស្មើដក2បាទ0គឺស្មើ0បូក2ដក2ស្មើ0បាទកន្លះសម័យកាលទី1គឺយើងត្រូវបូក2អេឡិចត្រុនបន្តទៅទៀតខ្ញុំរំលឹកពីរ៉េដូកននិងអុកស៊ីតកនទៅសិនបាទរំលឹកខាងនេះតែម្ដងអូម៉ាថា A បូក B ទទួលបាន C បូកជាមួយនឹង D អង្គធាតុប្រតិករគឺវានៅខាងឆ្វេងសញ្ញាព្រួយបាទអញ្ចឹងអង្គធាតុប្រតិករនេះអង្គធាតុប្រតិករនៅខាងឆ្វេងសញ្ញាព្រួយនេះគឺបែងចែកចេញជា2បាទកនគឺមាន2គឺរ៉េដូកហើយនឹងអុកស៊ីតកបាទរ៉េដូកនឹងជាប្រភេទគីមីយ៉ាងម៉េចទៅបាទគឺជាប្រភេទគីមីដែលបោះបង់អេឡិចត្រុនចុះអុកស៊ីតកផ្ទុយមកវិញមកគឺជាប្រភេទគីមីដែលចាប់យកអេឡិចត្រុនអញ្ចឹងសរុបមកវិញពីហ្នឹងយើងអាចឲ្យនិយមន័យសម្រាប់ចំណាំណានឹងខ្លួនទេខ្ញុំចំណាំថារ៉េបោះអុកចាប់បាទរ៉េនោះគឺរ៉េដូកអុកនោះគឺអុកស៊ីតកបាទរ៉េបោះអុកចាប់នោះគឺចាប់យកអេឡិចត្រុនបោះក៏បោះអេឡិចត្រុនដែរយើងនិយាយថាអេឡិចត្រុនចុះធ្វើមិនបណ្ដឹងថាវាបោះយើងមើលមិនបណ្ដឹងថាវាចាប់ឥឡូវជាក់ស្ដែងយើងមើលទៅលើមញ៉េឈោមនៅខាងអង្គធាតុប្រតិករគឺមានបន្ទុកស្មើ0ហើយមញ៉េឈោមនៅខាងអង្គធាតុក៏កើតមានបន្ទុកបូក2យើងត្រូវបូក2អេឡិចត្រុននៅខាងអង្គធាតុក៏កើតបន្តទៅទៀតយើងមើលតំបន់ខណ្ឌចែកត្រឹមសញ្ញាព្រួយមកខាងឆ្វេងគឺជាតំបន់របស់មញ៉េឈោមដែលមានបន្ទុក0ត្រឹមសញ្ញាព្រួយមកខាងស្ដាំគឺជាតំបន់របស់មញ៉េឈោមដែលមានបន្ទុកបូក2បើសិនជាមញ៉េឈោមដែលមានបន្ទុក0នេះអត់មានអេឡិចត្រុនខាងតំបន់ខាងខ្លួនឯងបានន័យថាវាបានបោះអេឡិចត្រុនរួចទៅហើយទៅឲ្យគេអញ្ចឹងបានន័យថាជាប្រភេទគីមីដែលបោះអេឡិចត្រុនព្រោះអត់មានអេឡិចត្រុនខាងខ្លួនឯងទេយើងនិយាយទៅខាងអង្គធាតុប្រតិករទៅបានហើយបើសិនបើអេឡិចត្រុននៅខាងអង្គធាតុប្រតិករបានន័យថាអង្គធាតុប្រតិករនឹងចាប់យកបើសិនបើអេឡិចត្រុនអត់នៅខាងអង្គធាតុប្រតិករទេបានន័យថាអង្គធាតុប្រតិករនឹងគឺបោះបង់បើអញ្ចឹងមញ៉េឈោមកន្លែងនេះគឺបោះបង់អេឡិចត្រុនព្រោះអេឡិចត្រុននៅខាងគេព្រោះអត់នៅខាងខ្លួនឯងទេអញ្ចឹងបានន័យថាជាប្រភេទគីមីដែលបោះបង់អេឡិចត្រុនហើយប្រភេទគីមីដែលបោះបង់អេឡិចត្រុនគឺមានឈ្មោះថារ៉េដូកវីរ៉ងអុកស៊ីតកម្មអញ្ចឹងកន្លែងនេះយើងសរសេរមកថាអុកស៊ីតកម្ម
ស៊ីតកម្មបន្តទៅទៀតយើងមើលទៅលើប្រភេទគីមីអុកស៊ីសែនហើយយើងចាប់គូទៀតមកអុកស៊ីសែនចាប់គូជាមួយអុកស៊ីសែនដែលមាន2អាតូមបន្ទុកស្មើ0ទៅរកអុកស៊ីសែនដែលមានបន្ទុក12វិធីសាស្ត្រទី1គឺត្រូវថ្លឹងចំនួនអាតូមសិនចំនួនអាតូមនៅខាងអង្គធាតុប្រូទីកលនៅខាងមុខនេះ1ចំពោះពីក្រោម2អញ្ចឹងបាន2ចំណែកចំនួនអាតូមរបស់អង្គធាតុប្រូទីកលក៏កើតនៅខាងក្រោម1ខាងមុខនេះ1ដែរអញ្ចឹងគុណមកបាន1អញ្ចឹងអង្គធាតុប្រូទីកលគឺមាន2អាតូមអង្គធាតុកកើតគឺមាន1បាទអញ្ចឹងធ្វើម៉េចដើម្បីឲ្យមានចំនួនអាតូមស្មើគ្នាគឺយើងដាក់មួយគុណដាក់នៅកន្លែងណាបាទគឺដាក់នៅខាងមុខទីតាំងដែលយើងអាចដាក់បានគឺដាក់នៅតែខាងមុខមួយគុណនៅពេលដែលដាក់នៅខាងមុខអញ្ចឹងបន្ទុកឡើងដកបានដក2អាតូមស្មើគ្នាប៉ុន្តែឡើងដក2បន្ទុកចុះនេះខាងអង្គធាតុប្រូទីកលមានតម្លៃស្មើបានគឺស្មើ0សមមុតិថាត្រូវថែមអេឡិចត្រូនខាងធំឬខាងតូចបាទត្រូវថែមខាងធំហ្នឹងគឺខាង0យើងត្រូវថែមអេឡិចត្រូនត្រូវថែមបូក4អេឡិចត្រូនបូក4អេឡិចត្រូនស្មើនឹងដកបានដក4អញ្ចឹងដក4គឺស្មើគ្នាបន្តទៅទៀតយើងមើលតំបន់ខាងចែកទៅថាតើ O នៅខាងអង្គធាតុប្រូទីកលមានបន្ទុក0ហ្នឹងជាអ្នកចាប់យកឬបោះបង់យើងឃើញថាវាមានអេឡិចត្រូនខាងវាបើន័យថាវាជាអ្នកចាប់យកអេឡិចត្រុនកាលណាជាអ្នកចាប់យកអេឡិចត្រុនរំលឹកមកខាងនេះមកគឺជាប្រភេទគីមីដែលជាអុកស៊ីតកលកាលណាអុកស៊ីតកលនៅពេលដែលយើងនិយាយពីលំនាំទាំងអស់ហ្នឹងគេឲ្យឈ្មោះថាលំនាំរ៉េដូកម្មបាទរ៉េដូកម្មប៉ុន្តែយើងនិយាយពីលំនាំទាំងអស់បាទខាងលើគឺកន្លះទី1ខាងក្រោមគឺកន្លះទី2ដើម្បីបូកកន្លះទី1និងទី2បានឲ្យកើតបានជាសមីការតុល្យការមួយពេញលេញគឺត្រូវមើលទៅលើអេឡិចត្រុនទាំងពីរទាំងកន្លះខាងលើនិងកន្លះខាងក្រោមកន្លះខាងលើមាន2អេឡិចត្រុនកន្លះខាងក្រោមមានដល់ទៅ4អញ្ចឹងធ្វើម៉េចដែរហ្នឹងបាទគឺត្រូវគុណនឹង2អូខេគុណនឹង2មកនៅពេលដែលវាគុណនឹង2គឺគុណគ្រប់ទូទាំងអស់នៅក្នុងកន្លះសមីការទី1បាទអញ្ចឹងគុណបញ្ចូលមកបាន2ដង mg0 បូកអង្គធាតុប្រូទីកលនៅកន្លះទី2គឺ O20 ទទួលបាន2ដង mg បូក2បូក2ដង O ដក2បន្តទៅទៀតយើងអាចសរុបចូលគ្នាវិញមកនៅពេលដែលយើងរកចំនួនអាតូមរបស់អង្គធាតុប្រូទីកលក៏កើតដែលត្រូវថែមរួចហើយយើងសរុបមកវិញសរសេរសមីការដើមវិញមកបាន mg បូកជាមួយនឹងអុកស៊ីសែនទទួលបាន mgO ចំនួនអាតូមម៉ាញ៉េស្យូមដែលត្រូវថែមដើម្បីឲ្យសមីការមានតុល្យការគឺត្រូវថែមបានថែម2គឺថែមនៅកន្លែងណាបើគឺថែមនឹងមួយគុណនៅខាងមុខដល់ពេលដែលដាក់2អុកស៊ីសែនក៏ឡើង2ហើយអុកស៊ីសែនខាងអង្គធាតុប្រូទីកលនេះក៏2ដែរអញ្ចឹងបានន័យថាស្មើគ្នាបន្តទៅទៀតម៉ាញ៉េស្យូមលើអង្គធាតុប្រូទីកលយើងមើលកន្លះខាងលើនេះសមីការខាងលើនេះគឺវាមាន2អាតូមអញ្ចឹងទម្លាក់2នៅខាងមុខនោះចុះវាបាន2នៅខាងមុខនេះសមីការបង្កើតបានជាសមីការតុល្យការមួយពេញលេញដែលយើងថ្លឹងទៅតាមកន្លះសមីការតាមចំនួនអុកស៊ីតកម្ម